ដើមឡើយក្មេងស្រីរូបនេះត្រូវបានគេហៅត្រឹមតែឈ្មោះហៅក្រៅថាសៀវប៉ាងឈុយប៉ុណ្ណោះប៉ុន្តែចាប់ពីថ្ងៃនេះតទៅជីវិតរបស់នាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលលោកប្រធានបណ្ឌិតសភាសៀវឈីវដែលជាកំពូលអ្នកខ្លាំងគ្មានពីរក្នុងលោកបានហៅនាងមកជួបផ្ទាល់និងផ្ដល់ឈ្មោះផ្លូវការឲ្យនាងថាជាងលីហ្វីពេលទទួលបានស្លាកឈ្មោះថ្មីដែលមានចារឹកអក្សរយ៉ាងច្បាស់លាស់នាងពិតជាមានចិត្តរំភើបនិងសប្បាយរីករាយជាខ្លាំងនាងសម្លឹងមើលស្លាកឈ្មោះរួចពោលឡើងដោយស្នាមញញឹមថាអូហូមើលចុះទីបំផុតខ្ញុំមានស្លាកឈ្មោះផ្ទាល់ខ្លួនដូចគេឯងហើយឈ្មោះនេះពីរោះណាស់មិត្តភ័ក្តិដែលនៅក្បែរនោះបានសួរដោយងឿងឆ្ងល់ថាលោកគ្រូសៀវឈីវដែលជាអ្នកប្រាជ្ញកំពូលម្នាក់បានហៅនាងឲ្យនៅជួបដាច់ដោយឡែកហើយថែមទាំងដាក់ឈ្មោះឲ្យនាងដោយផ្ទាល់ដៃតើអាចមានទំនាក់ទំនងឬប្រវត្តិអ្វីពិសេសជាមួយគ្នាតាំងពីមុនមកដែរឬទេលីហ្វីបានបដិសេធថាគ្មានអ្វីទេប៉ុន្តែមិត្តរបស់នាងបានកត់សម្គាល់ថាគ្រូរបស់លីហ្វីគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីបែបកាត់និងស្វែងរកផ្លូវកាត់ចំណុចនេះបានធ្វើឲ្យលីហ្វីផ្ដើមឆ្ងល់ក្នុងចិត្តថាតើលោកគ្រូសៀវឈីវពិតជាស្គាល់លោកគ្រូតាសក់ស្អុយរបស់នាងមែនឬបន្ទាប់ពីទទួលបានឈ្មោះថ្មីដំណើររឿងបានបន្តនៅឯកន្លែងស្នាក់នៅក្នុងបណ្ឌិតសភាម្ចាស់ក្សត្រីតូចឡានយ៉ាវដែលមាននិស្ស័យឆ្មាំងឆ្មៃបានដើរចូលមកហើយពោលដោយរឹកពីអួតអាងថានាងពេញចិត្តបន្ទប់មួយនេះហើយឲ្យម្ចាស់បន្ទប់ដាក់តម្លៃមកដើម្បីទិញយកក្រុមអ្នកតាមបម្រើរបស់នាងបានស្រែកកំហកនិងដេញបណ្ដេញអ្នកនៅមុនដោយចោទប្រកាន់ថាជាស្មូមយាចកដែលមិនសមនឹងមករស់នៅក្នុងបរិវេណផ្ទះជាមួយព្រះអង្គម្ចាស់សៀវឡើយរួចប្រាប់ឲ្យប្រញាប់ប្រមូលអីវ៉ាន់ចាក់ចេញទៅទង្វើអួតអាងនេះបានធ្វើឲ្យមានការតបតវិញថាតើមានហ្វូងឆ្កែឆ្កួតមកពីណាព្រោះលូឡាពេញទីនេះមិនចេះស្ងប់ស្ងាត់សោះមិត្តភ័ក្តិបានរំលឹកថាអ្នកណាដែលបង្កចំនួននឹងត្រូវបណ្ដេញចេញពីបណ្ឌិតសភាតើចាំបាច់ទៅប្រកែកជាមួយហ្វូងឆ្កែឆ្កួតធ្វើអ្វីបើមិនចង់ត្រូវគេដេញចេញអ្នកបម្រើខឹងសម្បាហើយសួរថាតើនរណាជាឆ្កែរួចទទួលបានការឆ្លើយតបវិញថាអ្នកណាឆ្លើយអ្នកនឹងហើយជាឆ្កែចំនួនបានឈានដល់កម្រិតក្តៅគគុករហូតដល់ភាគីខាងម្ចាស់ក្សត្រីបានទាញអាវុធចេញមកខណៈដែលស្ថានភាពរៀបនឹងផ្ទុះអាវុធព្រះអង្គម្ចាស់សៀវក៏បានយាងមកដល់ហើយស្រែកខាត់ភ្លាមម្ចាស់ក្សត្រីឡានយ៉ាវប្រញាប់ធ្វើជាទន់ភ្លន់និងដោះសារប្រាប់ព្រះអង្គម្ចាស់ដែលជាបងប្អូនជីដូនមួយរបស់នាងថានាងគ្រាន់តែចង់រស់នៅជិតទ្រង់ដើម្បីងាយស្រួលមើលថែគ្នាប៉ុណ្ណោះដើម្បីបញ្ចប់រឿងនិងជៀសវាងចំនួនកាន់តែធំរឿងរ៉ាវត្រូវបានសម្រុះសម្រួលដោយការប្រគល់បន្ទប់ឲ្យទៅពួកគេដោយពោលថារស់នៅជាសិស្សរួមថ្នាក់ត្រូវមានសាមគ្គីភាពនិងសម្រុះសម្រួលគ្នាម្ចាស់ក្សត្រីឡានយ៉ាវដើរចេញទៅជ្រើសរើសបន្ទប់ផ្សេងទាំងមិនពេញចិត្តបន្ទាប់ពីចំនួនបានបញ្ចប់នាងក៏បានចូលទៅក្នុងបន្ទប់ស្នាក់នៅពេលឃើញគ្រែគេងដ៏ស្អាតបាតនិងមានតម្លៃថ្លៃនាងបានលាន់មាត់សរសើរថាគ្រែនេះប្រកាសជាមានតម្លៃថ្លៃណាស់ប្រសិនបើតាសំណប់ចិត្តនៅទីនេះលោកប្រកាសជាចូលចិត្តវាខ្លាំងណាស់សម្លឹងមើលបរិស្ថានដ៏ប្រណីតនិងស្អាតបាតនៃបណ្ឌិតសភានាងក៏បាននឹកឃើញដល់លោកគ្រូតាសក់ស្អុយរបស់នាងរួចរអ៊ូក្នុងចិត្តថាតាសក់ស្អុយអើយអ៊ីខ្ញុំបានប្រឡងចូលបណ្ឌិតសភាតាមបំណងលោកហើយប៉ុន្តែខ្ញុំនៅតែមិនទាន់ស្វែងរកឃើញរៀមច្បងនៅឡើយទេនាងបានសញ្ជឹងគិតបន្ថែមទៀតថាលោកគ្រូសៀវឈីវដូចជាស្គាល់លោកគ្រូរបស់នាងប៉ុន្តែបែរជាមិនព្រមនិយាយអ្វីសោះម្នាក់ពីរនាក់បីនាក់ដូចជាសុទ្ធតែមានអាចកំបាំងរៀងខ្លួនខណៈពេលនោះនាងបានកត់សម្គាល់ឃើញភាពមិនធម្មតាឬអាចកំបាំងមួយនៅចំពោះមុខនាងក៏បានបដិញ្ញាចិត្តក្នុងចិត្តថាត្រូវតែដោះស្រាយអាចកំបាំងមួយនេះជាមុនសិនលោករ៉េស៊ីយ័នដឹងយ៉ាងច្បាស់ថាភាគីម្ខាងទៀតមានការប្រុងប្រយ័ត្នចំពោះរូបលោកយ៉ាងខ្លាំងហើយពេលនេះកាន់តែពិបាកក្នុងការចូលទៅជិតថ្វីបើខ្សែចងព្រលឹងអាចចាប់ចងព្រលឹងបិសាចបានប៉ុន្តែវាក៏អាចវាយបកនិងបំផ្លាញខ្សែព្រលឹងរបស់ខ្លួនឯងបានដែរមនុស្សម្នាក់នោះមានត្រាបង្កប់រាំងខ្ទប់ហើយថែមទាំងមានបិសាចកញ្ជ្រោងការពារទៀតធ្វើឲ្យក្រុមមេខាត់ព្រលឹងពិបាកនឹងធ្វើអ្វីបានប៉ុន្តែដោយសារជីវិតរបស់សានហួរកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងហើយការតភ្ជាប់សរសៃជីវិតដើម្បីបន្តជោគជតាឲ្យនាងតម្រូវឲ្យប្រើប្រាស់អំណាចរបស់បិសាចកញ្ជ្រោងកន្ទុយ9របួសរបស់រាមច្បងធំមិនអាចបង្អង់យូរបានឡើយទោះបីជាត្រូវយកជីវិតទៅភ្នាល់ក៏លោកត្រូវតែលបងមើលដែរហេតុនេះរ៉េសៀយ័នបានយករបស់មួយដែលលោកបានជ្រោះយកចេញពីកាបូបកាលពីរសៀលមកប្រគល់ឲ្យភាគីម្ខាងទៀតវិញនៅពេលប្រជុំមុខគ្នាភាគីម្ខាងទៀតបានសួរដេញដោលទាំងកំហឹងថាលោកមានមុខមាត់ជាច្រើនតើនរណាជាមុខមាត់ពិតប្រាកដរបស់លោកយើងមិនដែលស្គាល់គ្នាតាំងពីមុនមកទេហេតុអ្វីបានជាអ្នកតាមរំខាននឹងធ្វើបាបខ្ញុំជាច្រើនលើកច្រើនសារបែបនេះបើមិននិយាយការពិតទេយប់នេះខ្ញុំនឹងបញ្ជូនអ្នកទៅកាន់ស្ថានងងឹតរ៉េសៀវ័នបានសារភាពថាលោកចូលចិត្តដោយសារមានបំណងផ្សេងប៉ុន្តែមិនដែលគិតចង់ធ្វើបាបឡើយប៉ុន្តែភាគីម្ខាងទៀតដែលត្រូវបានគ្រូបើកសមុទ្រវិញ្ញាណឲ្យតាំងពីក្មេងអាចមើលធ្លុះនៅចិត្តស្មោះនិងពុតត្បុតបានយ៉ាងច្បាស់ដោយពោលថាសម្ដីរបស់លោកអាចពិត 90% ប៉ុន្តែចេតនាសម្លាប់ 1% ដែលលាក់បាំងនោះមិនអាចបិទបាំងបានឡើយនៅពេលត្រូវគេដេញដោលសួររកអ្នកបញ្ជារ៉េសៀវ័នបានពោលទាំងទាល់ច្រកថាប្រសិនបើលោកនិយាយចេញមករៀមច្បងធំរបស់លោកនឹងត្រូវស្លាប់ហើយលោកក៏មិនអាចប្រាប់ពីហេតុផលដើមចង់បានដែរដោយអស់ជំរឿសលោកបានហៅឈ្មោះសៀវប៉ាងឈុយរួចទទួលស្គាល់ថាខ្លួនពិតជាធ្លាប់ធ្វើបាបជីវិតនាងមែ
មែនហើយដោយសារមិនអាចប៉ះពើបានលោកក៏សុកចិត្តសងបំណុលនេះដោយយកជីវិតខ្លួនឯងមកដោះដូរនិយាយរួចរៃសៀវយ័នបានយកកាំបិតមកចាក់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងត្រូវគេចោទថាជាល្បិចធ្វើបាបខ្លួនឯងលោកបានទម្លាយការឈឺចាប់ក្នុងអតីតកាលថាលោកត្រូវបានឡុងមីងជ័រតាមប្រញាប់ប្រញាល់សម្លាប់អស់រយៈពេល7ឆ្នាំមកហើយរាល់ជំហានសុទ្ធតែប្រឡាក់ដោយឈាមលោកបានឃើញរៀមច្បងលូគ្រួសារនិងអ្នកភូមិទាំងមូលត្រូវគេកាប់សម្លាប់រង្គាលរកឯរូបលោកផ្ទាល់ត្រូវរស់រានមានជីវិតដោយសារលាក់ខ្លួនក្រោមបាតទន្លេប៉ុន្មានឆ្នាំមកនេះលោកមិនដែលហ៊ានដេកលក់ស្ងប់ឡើយព្រោះខ្លាចភ្ញាក់ឡើងត្រូវគេកាត់ក្បាលដោយមិនអាចជួយរៀមច្បងបានហើយក៏មិនអាចដាច់ចិត្តធ្វើបាបនាងបានទៀតលោកសុកចិត្តស្លាប់ក្រោមដៃនាងទោះបីជាត្រូវគេស្ដីបន្ទោសថាគ្រាន់តែនិយាយដើម្បីសុំសេចក្តីអាណិតក៏ដោយរៃសៀវយ័នបានហុចកាំបិតឲ្យទៅនាងវិញរួចរំលឹកថាសិស្សក្នុងបណ្ឌិតសភាមិនត្រូវបានអនុញ្ញាតឲ្យវាយតប់គ្នាយ៉ាងដាច់ខាតបើលោកគ្រូដឹងនាងនឹងត្រូវគេបណ្តេញចេញនិយាយរួចលោកបានពោលថាថ្ងៃរត់ភៀសខ្លួនគួរតែបញ្ចប់ហើយនៅពេលពិនិត្យមើលចង្វាក់ជីបចររបស់លោកបានស្ងាត់ឈឹងធ្វើឲ្យនាងភ័យស្លន់ស្លោព្រោះបើលោកស្លាប់មែនហើយកាំបិតនៅលើដៃនាងទៀតនាងប្រកាសជាត្រូវទទួលកំហុសជំនួសនិងត្រូវគេបណ្តេញចេញជាមិនខាននាងបានរអ៊ូទាំងខឹងនិងអាណិតថាមនុស្សលោកអើយរហូតដល់ស្លាប់នៅតែតាមធ្វើបាបខ្ញុំទៀតដោយសម្លឹងមើលស្នាមរបួសនិងនឹកឃើញដល់អតីតកាលដ៏ជូរចត់ដែលលោកបានឆ្លងកាត់ពីភ្នំសពនិងសមុទ្រឈាមនាងក៏ជឿថាសម្ដីរបស់លោកគឺជាការពិតទីបំផុតនាងក៏ដាច់ចិត្តជួយសង្គ្រោះរូបលោកដោយពោលទាំងដកដង្ហើមធំថាមនុស្សអាក្រក់រស់បានយូរមិនងាយស្លាប់ទេពិតជាស្វែងរកបញ្ហាដាក់ខ្លួនមែនខាតបង់ធំហើយលើកនេះនៅក្នុងថ្នាក់រៀននៃបណ្ឌិតសភាសិស្សានុសិស្សទាំងអស់បានមកជួបជុំគ្នាដើម្បីរៀនសូត្រវិជ្ជាសៀនដោយសារលោកគ្រូហ៊ូជីភីងមានធុរៈមមាញឹកលោកគ្រូជំនួសបានមកបង្រៀនមេរៀនដំបូងស្ដីអំពីវិជ្ជាបញ្ជាព្រះខ័នដែលជាអាវុធឯកក្នុងចំណោមអាវុធទាំងពួងដោយឲ្យសិស្សទាំងអស់អនុវត្តតម្រង់ទៅកាន់កោះអណ្ដែតទឹកទាំង5នៅជុំវិញប្រាសាទធំសិស្សដទៃទៀតរួមទាំងព្រះអង្គម្ចាស់សៀវអាចអនុវត្តវិជ្ជានេះបានយ៉ាងស្ទាត់ជំនាញនិងឆាប់រហ័សប៉ុន្តែជាងលីហ្វីបែរជាមិនអាចបញ្ចេញថាមពលវិញ្ញាណបានបន្តិចសោះទោះបីជានាងព្យាយាមធ្វើតាមសៀវភៅណែនាំយ៉ាងណាក៏ដោយភាពស្រែកឃ្លាននិងអស់សង្ឃឹមលីហ្វីបានទៅអង្វរព្រះអង្គម្ចាស់សៀវដើម្បីសុំជំនួយឬសុំឱសថទិព្វនិងឧបករណ៍វិញ្ញាណប៉ុន្តែព្រះអង្គម្ចាស់សៀវបានបដិសេធនិងរំលឹកថាការប្រើផ្លូវកាត់មិនមែនជាដំណោះស្រាយយូរអង្វែងឡើយហើយវានឹងធ្វើឲ្យខកបំណងរបស់លោកប្រធានបណ្ឌិតសភាសៀវឈីវដែលខំមើលថែនាងខណៈពេលដែលលីហ្វីកំពុងតែទាស់ច្រកនិងឃ្លានអាហារយ៉ាងខ្លាំងនាងបានជួបរៃសៀវយ័នដែលបានណែនាំនាងអំពីរបៀបសម្រួលដង្ហើមនិងការផ្ដោតចិត្តទោះជាយ៉ាងណាដោយសារតែការស្រែកឃ្លានខ្លាំងលីហ្វីបានទៅចាប់ត្រីបិសាចយកមកអាំងហូបនៅពេលរៃសៀវយ័នសួរដេញដោលទាំងបារម្ភថានាងហ៊ានហូបត្រីបិសាចដែលមិនស្គាល់ប្រភពលីហ្វីបានតបវិញតាមសម្ដីគ្រូរបស់នាងថាអ្វីសុទ្ធតែមានវិញ្ញាណមិនត្រូវខ្ជះខ្ជាយឡើយហើយថែមទាំងហុចត្រីអាំងឲ្យរៃសៀវយ័នភ្លក់មុនដែលរៃសៀវយ័នសង្ស័យថានាងយកលោកធ្វើជាអ្នកសាកថ្នាំពុលភ្លាមនោះព្រះអង្គម្ចាស់សៀវបានយាងមកដល់ហើយស្ដីបន្ទោសនាងដែលមិនខិតខំរៀនវិជ្ជាបញ្ជាព្រះខ័នប៉ុន្តែបែរជាមកលួចអាំងត្រីហូបទៅវិញលីហ្វីបានរៀបរាប់អួតអាងថាជាត្រីវិញ្ញាណដែលនាងខំប្រឹងចាប់យ៉ាងលំបាកដើម្បីបង្កើនការតាំងសមាធិនិងអាយុយឺនយូររួចប្រគល់ជូនព្រះអង្គម្ចាស់សៀវប៉ុន្តែព្រះអង្គម្ចាស់សៀវនិងរៃសៀវយ័នបានប្រមានថាសត្វវិញ្ញាណដែលស្លាប់ទាំងទារុណបែបនេះនឹងមានកំហឹងអាឃាតមិនទាន់រលត់ឡើយអាចបណ្ដាលឲ្យវិញ្ញាណអាក្រក់ចូលសងសឹកបានភ្លាមនោះស្រាប់តែមានហេតុការណ៍មិនប្រក្រតីកើតឡើងហើយលីហ្វីក៏ត្រូវថាមពលបិសាចវាយប្រហាររហូតដល់សន្លប់បាត់ស្មារតីបន្ទាប់ពីពិនិត្យអាការៈព្រះអង្គម្ចាស់សៀវបានកត់សម្គាល់ថាធាតុបិសាចមិនធ្ងន់ធ្ងរពេកទេហើយបានសម្រេចចិត្តនាំនាងត្រឡប់ទៅវិញដើម្បីមើលថែពេញមួយយប់រៃសៀវយ័នបានសុំនៅមើលថែនាងដែរដោយអាងថាពួកគេជាសិស្សរួមថ្នាក់និងបានហូបត្រីជាមួយគ្នាដូច្នេះលោកមិនអាចឈរមើលដោយមិនខ្វល់ខ្វាយបានឡើយព្រះអង្គម្ចាស់សៀវបានសម្លឹងមើលរៃសៀវយ័នដោយការសង្ស័យរួចសួរថាតើការដែលលោកចូលមកចិត្តនិងផ្ដល់តម្លៃឲ្យលីហ្វីគឺដើម្បីប្រើប្រាស់នាងក្នុងការតាក់ទាញយកទំនុកចិត្តពីទ្រង់ឬព្រះអង្គម្ចាស់សៀវបានពោលយ៉ាងម៉ឺងម៉ាត់ថាប្រសិនបើអង្គម្ចាស់នេះចង់តាក់ទាញរូបអ្នកគឺមិនបាច់ពឹងផ្អែកលើអ្នកដទៃឡើយទោះជាយ៉ាងណាដើម្បីឲ្យអស់ចិត្តនិងធានាសុវត្ថិភាពព្រះអង្គម្ចាស់សៀវក៏បានអនុញ្ញាតឲ្យរៃសៀវយ័នស្នាក់នៅមើលថែលីហ្វីជាមួយគ្នានានពាក់កណ្ដាលអាធ្រាត្រនោះនៅព្រឹកព្រលឹមបន្ទាប់ពីហេតុការណ៍យប់មិញភាពស្ងប់ស្ងាត់ត្រូវបានបំផ្លាញនៅពេលដែលម្ចាស់ក្សត្រីឡានយ៉ាវបានប្រញាប់ប្រញាល់ដើរចូលមកក្នុងបន្ទប់របស់ព្រះអង្គម្ចាស់សៀវនៅពេលឃើញវត្តមានរបស់មនុស្សដទៃនៅក្នុងបន្ទប់នាងបានផ្ទុះកំហឹងយ៉ាងខ្លាំងហើយពោលទាំងប្រច័ណ្ឌថាតើមានរឿងអ្វីកើតឡើងបងធ្លាប់ប្រាប់ថាបងមិនចូលចិត្តឲ្យអ្នកណាមកក្នុងបន្ទប់ទេតើហេតុអ្វីបានជាបងឲ្យគេមកដេកនៅលើគ្រែជាមួយបងបែបនេះសូម្បីតែខ្ញុំក៏មិនទាន់ដែលបានដេកលើគ្រែជាមួយបងផងតើគេមានសិទ្ធិស្អីអ្នកនៅក្នុងបន្ទប់បានប្រញាប់បដិសេធថាគ្មានរឿងអ្វីកើតឡើងឡើយដើម្បីជៀសវាងចំនួនកាន់តែធំពួកគេបានប្រាប់ម្ចាស់ក្សត្រីថានាងមានកំហឹងខ្លាំងពេកនៅពេលព្រឹករួចក៏ប្រញាប់នាំគ្នាចាក់ចេញពីបន្ទប់នោះភ្លាមនៅខាងក្រៅរៀមច្បងប៊ូកំពុងតែយំសោកយ៉ាងជូរចត់និងលួងលោមខ្លួនឯងចំពោះការបាត់បង់ត្រីបិសាចចិញ្ចឹមឈ្មោះសៀវវិនដែលលោកបានខិតខំចិញ្ចឹមបីបាច់អស់រយៈពេល3ឆ្នាំលោកបានស្រែកយំថាវាជាត្រីវិញ្ញាណដែលមានអាយុកាលរហូតដល់60ឆ្នាំហើយបានបដិញ្ញាថានឹងស្វែងរ
រកឃាតករដែលហ៊ានស៊ីត្រីរបស់លោកដើម្បីសងសឹកតាមរយៈការប្រើប្រាស់គ្រឿងទេសពិសេសដើម្បីពិនិត្យឆ្អឹងត្រីនោះបានចង្អុលបង្ហាញចំមនុស្សម្នាក់ប៉ុន្តែនៅពេលឃើញថាអ្នកដែលឈរនៅចំពោះមុខគឺលោកគ្រូហ៊ូជីភីងរៀមច្បងប៊ូក៏បានផ្លាស់ប្ដូរឥរិយាបថភ្លាមៗពីការខឹងសម្បារមកជាការអែបអបនិងសរសើរថាអូលោកគ្រូហ៊ូត្រីសៀវវិនរបស់ខ្ញុំបានចូលទៅក្នុងមាត់របស់លោកគ្រូពិតជាសំណាងនិងបុណ្យកុសលរបស់វាណាស់រៀមច្បងប៊ូបានប្រាប់សិស្សថ្មីថាលោកគ្រូហ៊ូជីភីងគឺជាគ្រូបង្រៀនថ្នាក់មុខវិជ្ជាទូទៅជាសិស្សផ្ទាល់របស់លោកគ្រូខ្វាងវៃចិនរិននៃអ៊ូយេថេញហើយក៏ជាគ្រូដែលមានវិជ្ជាគុណខ្ពង់ខ្ពស់ជាងគេនិងបង្រៀននៅក្នុងបណ្ឌិតសភាអស់រយៈពេលជាង30ឆ្នាំមកហើយលោកគ្រូហ៊ូបានប្រកែកបែបក្រពើថាលោកក៏មិនដឹងថាអ្នកណាជាអ្នកអាំងត្រីនោះដែរមុននឹងប្រាប់ឲ្យយករ៉ែឆ្អឹងត្រីនោះទៅកប់ឲ្យបានស្ងប់លោកគ្រូហ៊ូជាភីងបានមានប្រសាសន៍ថាដោយសារតែសិស្សមួយក្រុមនេះត្រូវបានគេចាត់ទុកថាមានឫសគល់វិញ្ញាណនិងប្រកាសពីទេពកោសល្យលេចធ្លោជាងគេដូច្នេះលោកត្រូវតែលបងមើលសមត្ថភាពនិងស្នៀតគុណផ្ទាល់ខ្លួនរបស់ពួកគេដើម្បីងាយស្រួលក្នុងការប្រដៅតម្រង់ទិសទៅថ្ងៃមុខទោះបីជាសិស្សទាំងនោះតវ៉ាថាពួកគេទើបតែមកដល់និងមិនទាន់មានគ្រឹះរឹងមាំក៏ដោយលោកគ្រូហ៊ូបានបង្គាប់ឲ្យពួកគេបញ្ចេញសមត្ថភាពលាក់កំបាំងទាំងអស់មកប្រយុទ្ធការប្រយុទ្ធសាកល្បងបានចាប់ផ្ដើមប៉ុន្តែសិស្សថ្មីទាំងអស់ត្រូវបានលោកគ្រូហ៊ូវាយបកនិងវាយឲ្យដួលទៅលើដីយ៉ាងងាយស្រួលលោកគ្រូហ៊ូបានវាយតម្លៃដោយត្រជាក់ស្រជុំថាសមត្ថភាពនិងទេពកោសល្យប៉ុណ្ណេះពិបាកនឹងយកជាការធំណាស់ខិតខំហ្វឹកហាត់បន្តិចម្ដងទៅបន្ទាប់ពីលោកគ្រូដើរចេញទៅក្រុមសិស្សបានលេបថ្នាំសម្រួលសរសៃឈាមនិងពិភាក្សាគ្នាដោយងឿងឆ្ងល់ថាតើហេតុអ្វីបានជាលោកគ្រូហ៊ូមករករឿងនិងលបងសមត្ថភាពពួកគេបែបនេះជាងលីហ្វីបានសួរថាតើអាចសុំឲ្យលោកប្រធានបណ្ឌិតសភាសៀវឈីវដាស់ដូរគ្រូបង្រៀនបានទេប៉ុន្តែមិត្តភ័ក្តិបានប្រាប់ថាលោកគ្រូហ៊ូបង្រៀននៅទីនេះ30ឆ្នាំមកហើយនឹងត្រូវប៉ាន់ខ្លាំងណាស់គ្មានផ្លូវដូរបានឡើយនៅពេលឮថាលោកគ្រូហ៊ូនៅបណ្ឌិតសភាអស់រយៈពេល30ឆ្នាំជាងលីហ្វីបានគិតក្នុងចិត្តថាលោកគ្រូប្រកាសជាធ្លាប់ជួបរៀមច្បងធំរបស់នាងជាមិនខាននាងបានរៀបចំសាច់បាក់សីសាច់ត្រីនិងសាច់ទន្សាយអាំងយ៉ាងឈ្ងុយឆ្ងាញ់យកទៅស៊ុបប៉ាន់និងគោរពជូនលោកគ្រូហ៊ូខណៈពេលដែលលោកគ្រូហ៊ូកំពុងរីករាយនឹងអាហារអាំងលីហ្វីបានទាញរូបគំនូរមួយសន្លឹកដែលគូរដោយលោកគ្រូអ៊ូហ្គេងរបស់នាងមកបង្ហាញលោកគ្រូហ៊ូដើម្បីសួររកតម្រុយបានសើចចំអកឲ្យរូបគំនូរនោះថាតើអ្នកណាជាអ្នកគូររូបដ៏អាក្រក់មើលបែបនេះច្រមុះវាចមាត់ត្រេតភ្នែកត្រីកោណមនុស្សមុខដូចខ្មោចបែបនេះគ្មានផ្លូវបានចូលតាមទ្វារបណ្ឌិតសភាទេលីហ្វីមានចិត្តធ្លាក់ថ្លើមនិងសង្ស័យថាលោកតាសក់ស្អុយប្រកាសជាឃើញនាងគ្មានធម៌ពលវិញ្ញាណនឹងជួយអ្វីមិនបានទើបបោកបញ្ឆោតនាងឲ្យមកបណ្ឌិតសភានេះទោះជាយ៉ាងណានាងបានតាំងចិត្តយ៉ាងមុតមាំថាបើរកមិនឃើញរៀមច្បងទេខ្ញុំនឹងរៀនវិជ្ជាដោយខ្លួនឯងហើយទៅតាមភ្នែករកលោកគ្រូដោយខ្លួនឯងលោកគ្រូហ៊ូបានចាក់ទឹកត្រជាក់លើបំណងរបស់នាងដោយពោលថាជាមួយនឹងរាងកាយទន់ខ្សោយទេពកោសល្យមធ្យមសូម្បីតែវិជ្ជាបញ្ជាព្រះខ័នក៏រៀនមិនចេះហើយមិនអាចបង្កើតលដុតស្លាកគ្រឹះវិញ្ញាណបានផងតើនាងយកអ្វីទៅផ្លាស់ប្ដូរវាសនារបស់ខ្លួនឯងនោះ